មហាសាវកអង្គទី37ព្រះសីវលីញាតិញោមធ្លាប់ឮទេតើព្រះអង្គហ្នឹងគឺជឿតែធ្លាប់ឮហើយព្រោះព្រះសីវលីនេះមានអេតតកៈកំពូលលើភិក្ខុទាំងឡាយផ្នែកខាងសម្បូរលៀបញាតិញោមហើយរូប